Ngàyនេះពិសេសជាងរដងខ្ញុំផាញ់អ្នកនរគ្នាពីការ render video animation ក្នុងសម្បុក AI វីដេអូនេះយើងចេញឲ្យអ្នកប្រើប្រាស់មួយរយៈដែរប៉ុន្តែខ្ញុំទើបតែមានពេលកាត់វីដេអូបង្ហាញពីការប្រើប្រាស់ឲ្យអ្នកនរគ្នាខ្ញុំឧទាហរណ៍រូបផ្ទះនេះមួយខ្ញុំធ្លាប់ render ម្ដងហើយខ្ញុំមាន2 view ខ្ញុំឧទាហរណ៍ view មកពីមុខមុនយើងរុញរូបភាពហ្នឹងទៅមុខងារ animation នៅក្នុងមុខងារ animation វាមាន tool 3សំខាន់ខ្ញុំឧទាហរណ៍ tool ទី1មុនគឺ camera moment ហ្នឹងគឺជាចលនានៃកាមេរ៉ាដែលយើងចង់ឲ្យរូបភាពរបស់យើងទៅតាមហ្នឹង None គឺកាមេរ៉ានៅនឹង static កាមេរ៉ានៅនឹងដូចគ្នា dolly in កាមេរ៉ា zoom ទៅមុខ dolly out zoom ចេញក្រៅ clip lift កាមេរ៉ាអូសត្រង់ពីឆ្វេងចេះហ្នឹងយើងត្រូវតែ upload រូប elevation ខាងឆ្វេងដែរ blade right ដូចគ្នាអូសទៅខាងស្ដាំ area revolve កាមេរ៉ាចាប់ឡើងទៅលើដូចយើងទាញ zoom ទៅលើដូចយើងបោះ drone orbit lift បង្វិលទៅខាងឆ្វេង orbit right បង្វិលទៅខាងស្ដាំ ambient motion កាមេរ៉ានៅស្ងៀមប៉ុន្តែបរិយាកាសយើងមានចលនាឧទាហរណ៍ដូចស្លឹកឈើអង្គរដើមឈើអង្គរអញ្ចឹងណា day to night កាមេរ៉ាដែលពីថ្ងៃដេញទៅយប់វាបើកភ្លើងវាបដិញទៅពេលល្ងាច tool នីមួយៗក្នុងកាមេរ៉ា moment អ្នកទាំងគ្នាគ្រាន់តែ select លើកាមេរ៉ាណាមួយដែលយើងចង់បានទៅវាចេញអក្សរមកយើងឲ្យយើងអានន័យថាតើកាមេរ៉ាមួយហ្នឹងវាមានចលនាបែបណាវា detail នៅក្នុងអក្សរនីមួយៗហ្នឹងណាសម្រាប់ tool ទី2របស់យើងគឺ ambient motion effect គឺមានន័យថាហុកស្លឹកឈើពីរស្លឹកហ្នឹងគឺចលនានៃដើមឈើពេលយើងប្រើទៅវាស្លឹកឈើយើងអង្គើដើមឈើអង្គើtool ទី2ហុកមេឃស្លឹកឈើហ្នឹងគឺដើមឈើអង្គើដូចគ្នាប៉ុន្តែវាផ្ដោតទៅលើ focus view ឧទាហរណ៍ដូចជា garden close up ពពួកហ្នឹងបានប្រើទៅ tool ទី2ហ្នឹងវាដំណើរការ tool ទី3នេះហុកពពកមានន័យថាពពកដែរលុះត្រាតែ scene ដែលយើង upload ហ្នឹងមានពពកដែរបានវាដំណើរការ tool ទី4ហុកតំណទឹកហ្នឹងគឺផ្ដោតទៅលើ scene ណាដែលមានអាងទឹកហើយពេលដែលយើងប្រើទៅទឹកយើងវាលោក scene ទី5ហុកដើមថ្នោតហ្នឹងវាអង្គើតែដើមឈើធំៗឯងស្មៅអីវាអង្គើហុកមនុស្សដើរហ្នឹងគឺមនុស្សដើរតើ scene យើងមានមនុស្សដែរ tool ហុកព្រះអាទិត្យ sunlight ហ្នឹងគឺវាផ្ដោតទៅលើ scene focus ដែលចាប់ view មេឃហើយទៅមកមេឃយើងវាធ្លាក់ទៅល្ងាចអញ្ចឹង tool ហុកប្អួចហ្នឹងគឺយើងផ្ដោតទៅលើ interior ទេវាធ្វើឲ្យវាំងនន់មិនយើងអង្គើtool ហុកឡានហ្នឹង traffic move ហ្នឹងគឺផ្ដោតទៅលើ traffic ទាំងមូលបើសិនជា scene យើងមានឡានមួយឡានយើងវាបើកប៉ុន្តែកន្លែងណាដែលមានផ្លូវជាប់ផ្លូវគឺវាដាក់ឡានដាក់អីទាំងអស់ហ្មង CT line ហ្នឹងគឺលក្ខណៈបែបពកហត់ណាហើយវាបដូរទៅមេឃហ៊ានល្ងាចតិចសម្រាប់ tool សំខាន់ទី3របស់យើងមួយទៀតហ្នឹងគឺ storyboard tool storyboard នេះគឺខ្ញុំណែនាំឲ្យអ្នកគ្នាប្រើពី2 view ទៅ6 view បានន័យថាយើងមាន view 6ហើយយើង combine view 6នឹងចូលគ្នាហើយចាំយើង export ជាមួយរូបភាពហើយចាំយើង upload ចូលអាហ្នឹងវាមួយរូបប៉ុន្តែ6 view គាត់យើងប្រើប្រាស់ storyboard ហ្នឹងទៅគឺវា analyze ឲ្យយើងឲ្យថាតើ view ទី1របស់យើងហ្នឹងមានចលនាបែបណា view ទី2ចលនាបែបណារហូតដល់6 view ហ្នឹងមានចលនាបែបណាប៉ុន្តែការ analyze storyboard នេះគឺយើងត្រូវចំណាយ5 credit ទៀតបើសិនជាយើងប្រើប្រាស់ storyboard ហ្នឹងហើយគឺយើងអត់ប្រើប្រាស់ camera moment និង ambient motion ទេវាធ្វើការដាច់ delay ពីគ្នាប៉ុន្តែបើសិនជាយើងប្រើប្រាស់ camera moment និង ambient motion ក៏យើងអត់ចាំបាច់ប្រើ storyboard ដូចគ្នាពីរនោះពីដំបូងហ្នឹងគឺវាសម្រាប់ប្រើប្រាស់មួយគ្នាអាមួយ storyboard នេះគឺវាប្រើដាច់តែឯងចំពោះ tool រូបកងចាក់ហ្នឹងគឺការកំណត់ setting របស់យើងប្រើប្រាស់ប៉ុន្មានវិនាទីទម្រង់វីដេអូរបស់យើងផ្ដេកឬក៏បញ្ឈរ resolution យើងប្រើប្រាស់បានត្រឹមតែ10 ទេអញ្ចឹងខ្ញុំនឹងសាក render tool មួយនៅក្នុង camera moment ហ្នឹងគឺ area revolve យើងselect លើ tool ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំប្រើ4វិនាទីព្រោះរូបហ្នឹងវាមានតែមួយរូបទេកាមេរ៉ាគឺខ្ញុំប្រើ landscape កាមេរ៉ាបែបផ្ដេកហើយយើង generate វីដេអូទៅវាអស់63 credit ណាអញ្ចឹងនេះវាលក្ខណៈទាញទៅឡើងទៅលើដូចយើងផុស drone អញ្ចឹងនេះទាញ zoom ទៅលើខ្ញុំសាក tool មួយទៀតនៅក្នុង camera moment ដែរគឺ static កាមេរ៉ានៅនឹងធម្មតាទេប៉ុន្តែខ្ញុំប្រើ ambient motion គឺខ្ញុំប្រើ tool ស្លឹកឈើនេះស្លឹកឈើពីរស្លឹកហ្នឹងឲ្យស្លឹកឈើវាអង្គើតែកាមេរ៉ាវានៅនឹងធម្មតាអញ្ចឹងស្រេច tool ហ្នឹងហើយខ្ញុំប្រើប្រាស់4វិនាទីដូចគ្នាដែរហើយ generate វីដេអូទៅនេះអ៊ីនធឺណិតខ្ញុំវិញ slow អញ្ចឹងវាអត់ឃើញ preview ទេត save សិនហើយចាំបើកនេះវាលក្ខណៈថាកាមេរ៉ានៅស្ងៀមប៉ុន្តែទ្វារបើកដើមឈើអង្គើអញ្ចឹងណាខ្ញុំនឹងសាក tool មួយទៀតគឺ orbit lift ហ្នឹងគឺបង្វិលទៅឆ្វេងតែតើតើយើង upload ហុកមើលពីឆ្វេងយើងមួយទៀតខ្ញុំមានហុកមើលពីឆ្វេងមួយទៀតណា upload ចូលកន្លែង edition image តបមកគឺខ្ញុំទៅ camera moment select យក orbit lift
ព្រោះកាលណាដែលយើងអត់ upload រូបខាងឆ្វេងយើងចូលទេពេលដែលវាពវល់ទៅវាអាចនឹងប្រែប្រួល model របស់យើងព្រោះវាមើលអត់ឃើញទេថារូបខាងឆ្វេងយើងបែបណាអញ្ចឹងវាស្មើៗយើងអាចនឹងដាក់ខុសពី model របស់យើង move list នេះខ្ញុំដាក់ to add reference 1ព្រោះអាស៊ីនដែលយើងខាងឆ្វេងយើងនេះយើង upload ចូល reference 1 quality រូបយើងប្រើ4វិនាទីដោយសារតែវាតែ2រូបទេអញ្ចឹងខ្ជិលប្រើច្រើនណាហើយយើង generate video ទៅអស់84 credit ណាអញ្ចឹងខ្ញុំ save video នេះមួយសិនហើយយើងបើកមកនេះវាលក្ខណៈមើលត្រង់សិនហើយកាច់ទៅខាងឆ្វេងកាច់ត្រឹមរូបភាពដែលយើង upload ប៉ុន្តែអ្នកនរគ្នាចាប់អារម្មណ៍ឡានខ្ញុំអាស៊ីនពីមុខវាមើលឡានពីមុខដល់ពេលអាស៊ីនពីក្រោយឡានបាយពីក្រោយអាហ្នឹងដោយសាររូបភាពខ្ញុំ upload ហ្នឹងរូបទី1ហ្នឹងឡានមើលពីមុខដល់ពេលរូបទី2ហ្នឹងឡានវាមើលពីក្រោយអញ្ចឹងវាប្រែប្រួលទៅតាមរូបភាពរបស់យើងអញ្ចឹងមុននឹងយើង upload រូបភាពអីយើង check មើលរូបភាពយើងលំអិតម្ដងទៀតទៅខ្ញុំសារ tool មួយទៀតក្នុងកាមេរ៉ា moment ដែរគឺ embed motion tool នេះខ្ញុំ select ហើយខ្ញុំប្រើប្រាស់4វិនាទីដែរហើយខ្ញុំប្រើ highlight អញ្ចឹងយើង generate មកនេះវាបែបលក្ខណៈកាមេរ៉ានៅនឹងឯប៉ុន្តែដើមជើងអង្គើហើយមានពពកដើរអញ្ចឹងតែកាមេរ៉ានៅស្ងៀមធម្មតាទេក្រែងនេះយើងចង់ combine កាមេរ៉ា dolly in zoom in ទៅមុខទៀតក៏បានដែរក្រែងកាមេរ៉ា moment ហ្នឹងគឺយើងចង់ប្រើ2 3 tool ចូលគ្នាក៏បានដែរឲ្យតែវាត្រូវគ្នាមិនឆ្វេងហោះស្ដាំហោះអញ្ចឹងវាត្រូវខ្ញុំសាកមួយទៀតគឺ day to night ប្រើ4វិនាទីដូចគ្នាលក្ខណៈវាដេញពីថ្ងៃទៅយប់ហើយវាបើកអំពូលបើកអីឲ្យយើងណាហើយកាមេរ៉ាហ្នឹងវារៀង zoom ទៅមុខមកវិធីទៀតគឺខ្ញុំចង់ឲ្យមានមនុស្សនៅក្នុង scene របស់ខ្ញុំណាចឹងខ្ញុំឧទាហរណ៍រូបប្រឆិតនេះម្ដងធ្វើជារូបគោលហើយខ្ញុំចង់ឲ្យមានមនុស្សនៅក្នុង scene ហ្នឹងខ្ញុំ analyze people ខ្ញុំប្រើ2នាក់តបមកទៀតនេះយើងចុច apply ទៅ quality រូបនេះគឺខ្ញុំប្រើ 1K បានហើយហើយយើងចុច render ទៅចឹង scene ប្រឆិតដែលខ្ញុំ upload ហ្នឹងវាមានមនុស្សហើយអញ្ចឹងខ្ញុំនឹងប្រើប្រាស់រូបនេះជាគោលដើម្បីខ្ញុំ render storyboard set រូបជាគោលហើយរុញវាទៅ perspective នៅក្នុង perspective វាមានមុខងារ storyboard ណា select ទៅយើង render នៅក្នុងហ្នឹងទៅវាមាន6 shot មានន័យថារូបមួយហ្នឹងវាបែកឲ្យយើងទៅជា6 view ផ្សេងៗគ្នាព្រោះខ្ញុំចង់ប្រើប្រាស់រូបនេះដើម្បី render នៅក្នុង storyboard ណាជាទូទៅបើសិនជាអ្នកនរគ្នាមានរូបដែល render ស្រាប់ហើយ6 view ផ្សេងៗគ្នាយើង combine រូបរបស់យើងដែលមានស្រាប់នឹងហ្មងទៅហើយចាំយើង export ជារូបភាពមួយរូបតែ6 view ដែរនេះអញ្ចឹងតែដោយសារខ្ញុំអត់មានរូប6អញ្ចឹងខ្ញុំប្រើប្រាស់វិធីនេះតបមកយើង save រូបនេះមួយសិនទៅហើយយើងរុញរូបភាពនេះទៅមុខងារ animation អញ្ចឹងនៅក្នុងមុខងារ animation នេះគឺយើងត្រូវតែចាំបាច់ select កន្លែង storyboard នេះឲ្យវា analyze storyboard ណារូបយើង6 view យើង select យកលេខ6អញ្ចឹងខ្ញុំប្រើ10វិនាទីដោយសាររូបភាពវាច្រើនអញ្ចឹងយើង analyze ទៅយើងចំណាយអស់5 credit ណាអញ្ចឹងយើង expand វាមកនេះអក្សរវាបើកឲ្យយើងមើលវិញអញ្ចឹងណាចឹងយើងអានអក្សរទៅថា scene ទី1បែបណា scene ទី2បែបណាវា note ឲ្យយើងអញ្ចឹងហើយយើងចង់កែនៅក្នុងនឹងចង់បន្ថែមអីទៀតក្នុងនឹងក៏បានដែរតែខ្ញុំអត់បន្ថែមអីទេគឺខ្ញុំ render ប៉ុណ្ណឹងហ្មងតែអ្នកគ្នាអ្នកឃើញអាសញ្ញាព្រួយប៉ស្វាយហ្នឹងចំណុចនេះគឺយើងត្រូវតែ upload រូបដែលយើង save មកអញ្ចឹងណាហើយយើង crop ដាក់វាទៅតាម scene reference 1នេះយើងដាក់ view ទី1យើងចូលទៅ reference 2យើងដាក់ crop ដាក់ view ទី2យើងចូលនេះអញ្ចឹងយើងធ្វើអញ្ចឹងនេះ reference 3ដាក់ scene ទី3យើងចូលអញ្ចឹងធ្វើអញ្ចឹងដល់គ្រប់6ព្រោះមុខងារនេះគឺវាជួយឲ្យយើងពេលដែលយើង analyze វីដេអូទៅវីដេអូរបស់យើងនឹងអត់ងាយខុសពី model នៅក្នុង 3D របស់យើងទេព្រោះបើសិនជាយើងអត់ upload រូប reference ហ្នឹងទេពេលដែលយើង render ទៅពេលខ្លះវាផ្លាស់ប្ដូរ model របស់យើងវារាល់ហើយកន្លែង setting នេះគឺខ្ញុំ check មើលម្ដងទៀតវាត្រូវវិនាទីអស់នៅប៉ុណ្ណឹងយើងចុច generate video ទៅវាអស់126 10វិនាទីនេះគឺជាលទ្ធផលរបស់យើងមកវីដេអូនេះគឺ6 shot ហ្នឹងហ្មងអញ្ចឹងអានេះវិធីនេះគឺវាងាយស្រួលលឿនជាងឲ្យយើងប្រើប្រាស់មុខងារពីនោះកាមេរ៉ា moment ខ្ញុំពិនិត្យឃើញថាវីដេអូរបស់ខ្ញុំហ្នឹងវាខុសម៉ាស៊ីនណាកន្លែង scene ទី3គឺវាចេញកញ្ចក់កន្លែងទ្វារប៉ុន្តែជាក់ស្ដែងកន្លែងទ្វារនោះអត់មានកញ្ចក់ទេគឺចំណុចនេះខ្ញុំអត់ render ម្ដងទៀតទេខ្ញុំគ្រាប់តែ scene ទី3របស់ខ្ញុំចូលបន្ទាប់មកទៀតខ្ញុំ render ជួសវាខ្ញុំប្រើតែរូបហ្នឹងទេព្រោះវាខុសតែម៉ាស៊ីនហ្នឹងណារុញរូបដែលយើងគ្រាប់ហ្នឹងទៅមុខងារ animation បន្ទាប់មកទៀតខ្ញុំប្រើប្រាស់ storyboard ហ្នឹងខ្ញុំប្រើមួយដោយសាររូបយើងមានតែមួយហើយខ្ញុំប្រើ4វិនាទីប៉ុណ្ណឹងមកយើង analyze មក
នេះវាទៅសេប្រាប់យើងថា scene ទី1នឹងតម្រង់បែបណាឬបើយើងចង់ analyze storyboard ទៅយើងប្រើកាមេរ៉ា moment ដើម្បីជំនួសក៏បានដែរហើយយើង generate video មកអស់63 credit អញ្ចឹងនេះខ្ញុំ render ជួសមិញអានេះវាត្រូវឲ្យវាមានកញ្ចក់ទៀតអញ្ចឹងខ្ញុំជួស video ហ្នឹងកន្លែងដែលខុសបើអ្នកទាំងគ្នាចង់ render ជួសចឹងទេកាត់ឲ្យខុសហ្នឹងចោលក៏បានដែរគ្រាន់ថា video វារៀងខ្លីពេកក្នុង video នេះវាដូចជាចំណុចចាប់ផ្ដើមជាមូលដ្ឋានគ្រឹះដើម្បីឲ្យយើងឈានទៅរកការច្នៃប្រឌិតជាបន្តទៀតការច្នៃប្រឌិតបន្ថែមដូចជាការធ្វើឲ្យមានឡានចេញឡានចូលបើកទ្វារបើកប្អួយមនុស្សបើកឡានពេលលបងបើកឬក៏ដាក់សត្វចាបដាក់សត្វចិញ្ចឹមអីផ្សេងៗអញ្ចឹងនេះមានតែប៉ុណ្្នឹងសិនជួបគ្នាវីដេអូក្រោយ